បាទជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញ Facebook ខ្ញុំម្ចាស់ Facebook ហួតង់បាទទឹកឃ្មុំចង្អេរព្រៃនិងត្បូងធម្មជាតិរតនគិរីបាទថ្ងៃនេះចេញមកបើកវគ្គឃ្មុំចង្អេរព្រៃធម្មជាតិរដូវប្រាំងបាទខាង Facebook ហួតង់តែងតែងាយចែក3រសជាតិបាទបើល្វីងបានល្វីងពូតដោយល្វីងជូរពូតដោយជូរផ្អែមពូតដោយផ្អែមបាទអាចនិយាយថា Facebook ហួតង់ទឹកឃ្មុំ3រសជាតិបាទធម្មជាតិពិតអត់ខ្លាញ់បន្លំទេដោយសារខាងខ្ញុំមិនមែនគេមិនមែនខ្ញុំគឺច្បាស់លាស់ទៅលើធម្មជាតិនេះដោយសារបើសិនតែខ្ញុំយកមកភ្លក់យកក្បាលទឹកខ្ញុំអត់មានពូតពីព្រៃមកទេអញ្ចឹងខ្ញុំយកមកពូតនៅផ្ទះអញ្ចឹងខ្ញុំភ្លក់មើលក្បាលទឹកណាជូរខ្ញុំពូតដោយជូរអាផ្អែមពូតដោយផ្អែមអាល្វីងពូតដោយល្វីងអញ្ចឹងថ្ងៃហ្នឹងខ្ញុំចេញមកបើកវគ្គបាទបើកវគ្គថ្ងៃទី5ខែ1 2025ខាងខ្ញុំតែងតែបើកវគ្គនិងបិទវគ្គនៅក្នុងខែ4បើសិនមានភ្លៀងធ្លាក់គឺខ្ញុំបិទវគ្គហើយគឺបញ្ឈប់យកពីព្រៃមកហើយព្រោះខ្ញុំយកទឹកឃ្មុំមកលក់ចែកជូនបងប្អូនគឺសំដៅលើគុណភាពខែដែលមានគុណភាពល្អគឺខែប្រាំងចាប់ពីចុងខែ12នឹងដល់ខែ4ហ្នឹងខែប្រាំងចំហើយបាទហើយនេះចង់បង្ហាញតិចបាទអានេះគេហៅថាលំអងឬអាចឃ្មុំហើយអានេះក្បាលទឹកបាទក្បាលទឹកក្បាលទឹកនេះឯងដែលអ្នកខ្លះគាត់អត់ច្បាស់គាត់អាចច្រឡំយកលំអងថាក្បាលទឹកហើយជនខិលខូចខ្លះគាត់យកអានេះបដែតនងធ្វើជាខ្លាំងខ្លាយយកអាលំអងនេះបដែតទៅបន្លំអ្នកអត់ចេះមើលថាក្បាលទឹកបាទអញ្ចឹងបងប្អូនដែលទិញអត់ចេះមើលសូមប្រយ័ត្នបាទខាងខ្ញុំតែងតែជក់ផ្ដល់ជូនទំនុកចិត្តគុណភាពអនាម័យពិសេសទៅទៀតចង់បង្ហាញដែរថានេះហើយគេហៅឃ្មុំឆៅបាទពេលយើងពូតចឹងមកយកទៅប្រើម្ដងគេហៅតែឃ្មុំឆៅសម្រាប់ទឹកឃ្មុំឆ្អិនឬទឹកឃ្មុំសម្រាប់តើតែគេយកអាហ្នឹងទៅបសុទ្ធជាតិទឹកដោយម៉ាស៊ីនដោតកម្ដៅឬគេយកទៅរងាស់ដើម្បីបន្សុទ្ធជាតិទឹកទៅអាហ្នឹងហៅទឹកឃ្មុំឆ្អិនសម្រាប់ខាងខ្ញុំសូមបញ្ជាក់លក់តែទឹកឃ្មុំឆៅសំដៅលើសុខភាពប្រើប្រាស់ជាសុខភាពគឺទឹកឃ្មុំចង្អេរព្រៃរតនគិរីរដូវប្រាំងបាទសូមអរគុណមានតែប៉ុណ្្នឹងបាទ